Bạn đã tao này ở chơi bay clean tế tới tay ván và cắt cái cao ấy trong ngày này cứ giờ mà riêng to thayទាំងអស់គ្នាជាភាសាចិនឃ្លាទី1នៅពេលដែលយើងចង់សួរតម្លៃយើងចង់ទិញរបស់អីមួយគឺយើងសួរថា这个多少钱这个多少钱这个多少钱ចា这នេះ这个មួយនេះឬក៏អានឹង多少钱តម្លៃប៉ុន្មានចឹងឃ្លានេះជើគឺអតសោឈៀនគឺយើងបកប្រែថាអាហ្នឹងមួយថ្លៃប៉ុន្មានឬក៏មួយនេះថ្លៃប៉ុន្មានចាគឺយើងសួរតម្លៃនៅពេលដែលយើងចង់ទិញអីមួយគឺយើងសួរគេបែបហ្នឹងណាចាលើករបស់មកបង្ហាញមកហើយយើងសួរថាជើគឺអតសោឈៀនបន្តមកទៀតឧទាហរណ៍ថារបស់ហ្នឹងគឺគេលក់នៅក្នុងតម្លៃ200យួនចា200យួនគឺតម្លៃស្មើនឹងប្រហែលជាខ្ទង់$30ដោយសារតែនៅប្រទេសចិនគឺគេប្រើលុយយួនអញ្ចឹងណាអញ្ចឹងយើងអាចបកប្រែថា200យួនតែម្ដងទៅ200块ចាអ្នកលក់គាត់ឆ្លើយថា200块ដាក់លេខហើយតម្លៃលេខឧទាហរណ៍100ឬក៏200ហើយយើងប្រើជាមួយពាក្យថា块អញ្ចឹងណាបន្តមកទៀតយើងអាចចានិយាយតថ្លៃដោយនិយាយថាថៃ贵了太贵了便宜一点吧太贵了便宜一点吧ចាថៃបូកនឹងគុណនាមមានន័យថាពាក្យថាថ្លៃហ្នឹងគឺវាជាគុណនាមអញ្ចឹងគេដាក់នៅខាងមុខគុណនាមបកប្រែថាពេកគួយបកប្រែថាថ្លៃថៃគួយលបកប្រែថាថ្លៃពេកហើយចាភៀនអ៊ីថោកអ៊ីទៀនបន្តិចប៉ះគឺយើងដាក់នៅខាងចុងប្រយោគដើម្បីសុំតម្លៃគេអ្នកបានអត់តម្លៃប៉ុណ្ណឹងបានអត់អីចឹងណាអញ្ចឹងព្រានីអ៊ីទៀនប៉ះគឺយើងបកប្រែថាចុះថោកបន្តិចបានទេចុះថោកបន្តិចទៅអីលក្ខណៈអញ្ចឹងណាចាព្រានីអ៊ីទៀនប៉ះតមកទៀតអ្នកលក់គាត់ឆ្លើយថាពូស៊ីង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 มันបានទេมันបានទេចាពូស៊ីងมันបានឬក៏มันអូខេទេมันបានទេពូស៊ីងពូស៊ីងតមកទៀតគឺយើងប្រើ style ដើរចេញចាតថ្លៃឲ្យដើរចេញបើមិនលក់ទេខ្ញុំអត់ទិញទេណាមិនទៅទេណាលក្ខណៈអញ្ចឹងណាចាគឺយើងអាចតថ្លៃគេឲ្យត្រឹម50យួនគឺយើងនិយាយថា50块ចា50គឺ50块50យួន5ម៉ៃ我走了5ម៉ៃវ៉ាចូលចាអញ្ចឹងម៉ៃបើប្រែថាលក់ចូលទៅចាទៅឬក៏ដើរមិនដើរទៅណា5ម៉ៃវ៉ាចូលមិនបើមិនលក់ទេចាខ្ញុំទៅហើយចាបើមិនលក់ទេខ្ញុំទៅហើយ5ម៉ៃវ៉ាចូលអត់លក់ទេខ្ញុំទៅណាលក្ខណៈអញ្ចឹងណាចាតមកទៀតចាអ្នកលក់គឺចូលសងយើងហើយគឺគាត់ចាញ់ល្បិចធ្វើ style ដល់ចាញ់របស់យើងហើយគាត់និយាយថាអាយ៉ាហួយឡាយម៉ៃកៃនេះអាយ៉ាហ្នឹងគឺជាការលាន់មាត់របស់ជនជាតិចិនគេចូលចិននិយាយអាយ៉ាអញ្ចឹងណាចាគឺជាការលាន់មាត់ទេអញ្ចឹងយើងបកប្រែថាអាយ៉ាដដែលក៏បានដែរហួយឡាយបកប្រែថាមកវិញចាត្រឡប់មកវិញម៉ៃកៃនេះចាម៉ៃលក់កៃឲ្យនេះអ្នកបានន័យថាលក់ឲ្យអ្នកចាលក់ឲ្យក៏បានណាលក់ឲ្យអ្នកក៏បានលក្ខណៈអញ្ចឹងណាអូខេអញ្ចឹងយើងរៀនអានឡើងវិញហើយអ្នកទាំងអស់នេះយកហ្នឹងទៅអនុវត្តរៀនទិញក៏ដូចជាតថ្លៃเนาะមិនថាយើងទៅទិញផ្ទាល់ឬក៏ទិញតាមអនឡាញឬក៏ថ្ងៃក្រោយយើងមានឱកាសទៅប្រទេសចិនទិញអីវ៉ាន់គឺយើងអាចប្រើឃ្លាទាំងអស់ហ្នឹងដើម្បីធ្វើការតថ្លៃតាមពិតទៅមិនចាំបាច់តែយើងទៅដល់ចិនទេពេលខ្លះយើងទិញតាម app ចិនណាក៏យើងអាចតថ្លៃបានដែរតែគ្រាន់ជាទូទៅ app មួយចំនួនគឺគេអត់តម្រូវឲ្យតថ្លៃទេតែបើយើងជាលក្ខណៈទិញដូរនៅក្នុងការលក់ដុំយើងយកមកលក់បន្តអាហ្នឹងគឺយើងត្រូវការតថ្លៃដើម្បីបានតម្លៃល្អយើងយកមកលក់ចំណេញច្រើនណាអូខេអញ្ចឹងយើងរៀនអានឡើងវិញក៏ដូចជារៀនបកឡើងវិញដែរហើយបន្តមកអ្នកនរគ្នាកុំភ្លេចរៀនសរសេរកត់ត្រាទុកហើយនឹងរៀនចៃឡើងវិញទើបយើងអាចចាំភាសាចិនតាមពិតទៅអត់ពិបាករៀនទេតែសំខាន់វាទាមទារឲ្យយើងចំណាយពេលវេលាច្រើននៅជាមួយវាជួបវាច្រើនដងឃើញវាច្រើនដងហើយយកមកអនុវត្តទើបយើងអត់ឆាប់ភ្លេចចារៀនតារាទៅគឺយើងចេះហើយអូខេអញ្ចឹងយើងមកអានត្រឡប់មកវិញម្ដងទៀត这个多少钱
អាហ្នឹងមួយថ្លៃប៉ុន្មានលៀងបាយខ្វៃ20 យួនថៃគួយឡាថ្លៃពេកហើយរៀននេះអ៊ីទៀនប៉ាថោកបន្តិចបានទេចាចុះថោកបន្តិចបានទេពូស៊ីងមិនបានទេ50 块不卖我走了50 យួនបើអត់លក់ទេខ្ញុំទៅហើយអាយ៉ាហួយឡាយម៉ៃកៃនេះអាយ៉ាមកវិញតែត្រឡប់មកវិញលក់ឲ្យអ្នកក៏បានចាលក់ឲ្យអ្នកចាស់លក្ខណៈអញ្ចឹងណាអូខេអញ្ចឹងមេរៀនរបស់យើងប៉ុណ្ណឹងអ្នកទាំងនេះត្រូវចាំ clear ទាំង3នេះទុកធានាថាតថ្លៃឈ្នះរហូតអញ្ចឹងកុំភ្លេច subscribe ដើម្បីរៀនភាសាចិនប្រចាំថ្ងៃ